បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel មួយនេះគឺផ្ដោតទៅលើការសម្រាយរឿងជាប្រភេទលក្ខណៈ novel ឬយើងហៅវាថាប្រឡំលោកបែបពិភពគុណនឹងឯងអញ្ចឹងចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូសម្រាយរឿងថ្មីៗបែបនេះបន្ថែមទៀតតោះឥឡូវនឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ការសម្រាយសាច់រឿង novel របស់យើងទាំងអស់គ្នាភាគទី 11 ការបំបែកដបអាត់កំបាំងប៉ាំងហាលីចាប់យកដបដោយដៃម្ខាងខណៈពេលដែលភ្នែករបស់គាត់ពោពេញទៅដោយកំហឹងគាត់បានវាផ្អឹបជាមួយនឹងតុយ៉ាងខ្លាំងបន្ទាប់ពីបានគិតអំពីវិធីជាច្រើនដើម្បីបើកដបអាត់កំបាំងនេះហាលីបាននិយាយក្នុងចិត្តថាបើខ្ញុំមិនអាចប្រើកម្លាំងផ្ទាល់ខ្លួនដើម្បីបំបែកវាបានទេនោះខ្ញុំនឹងសាកល្បងវិធីផ្សេងទៀតប្រកបណាស់ហាលីជឿជាក់ថាការប្រើកម្លាំងឬអំពើហិង្សាមិនមែនជាដំណោះស្រាយដែលល្អឡើយប៉ុន្តែជាធម្មតាវិធីសាមញ្ញបែបនេះតែងឃើញមានប្រសិទ្ធភាពខ្លាំងបំផុតទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់គិតដល់ដបដែលស្រស់ស្អាតនិងមានការរចនាដ៏អាត់កំបាំងបែបនេះគាត់ពិតជាមិនចង់បំផ្លាញវាឡើយប្រសិនបើមានវិធីផ្សេងទៀតដែលអាចបើកវាបានគាត់នឹងជ្រើសរើសដើម្បីបើកវាជំនួសដោយការប្រើប្រាស់កម្លាំងដើម្បីបំបែកវាវិញបើគាត់សុំជំនួយពីសិស្សច្បងផ្សេងទៀតប្រហែលជាពួកគេអាចជួយបើកវាបានប៉ុន្តែហាលីជឿជាក់យ៉ាងច្បាស់ថាក្នុងដបនេះនឹងមានរបស់មានតម្លៃចាក់ជាមិនខានជាហេតុដែលធ្វើឲ្យគាត់មិនចង់ឲ្យអ្នកដទៃដឹងអំពីរឿងមួយនេះឡើយឥឡូវនេះការចង់ដឹងចង់ឃើញរបស់គាត់នាំឲ្យគាត់ប្រព្រឹត្តនៅទង្វើដូចជាមនុស្សឈួតអញ្ចឹងទោះបីជាដឹងថាវាគ្រាន់តែជាដបតូចមួយក៏ដោយគាត់នៅតែយល់ថាវាជាដបដ៏អាត់កំបាំងដែលមានតម្លៃបំផុតការដែលគាត់មិនអាចបើកវាបាននោះពិតជាធ្វើឲ្យគាត់មានការចង់ដឹងចង់ឃើញយ៉ាងខ្លាំងបើគាត់មិនអាចស្វែងយល់អំពីអ្វីដែលមាននៅក្នុងដបនោះទេគាត់នឹងគេមិនលក់ឡើយបន្ទាប់ពីសម្រេចចិត្តហើយគាត់បានទៅយកញញួរដៃតូចមួយនៅក្នុងទូដាក់ឧបករណ៍ហើយយកវាចូលក្នុងបន្ទប់នៅក្នុងបន្ទប់ហាលីបានយកកំទេចឥដ្ឋពីជ្រុងម្ខាងនៃជញ្ជាំងយកមកប្រើប្រាស់ដើម្បីដាក់ដបនៅពីលើវាហាលីលើកដៃស្ដាំរបស់គាត់ដើម្បីវាយដបនោះដោយញញួរប៉ាំងដោយខ្លាចថានឹងវាខូចអ្វីដែលមាននៅខាងក្នុងដោយការសាកល្បងសិនគាត់បានប្រើកម្លាំងតែបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់ពីពិនិត្យឃើញថាដបមិនទទួលរងនឹងការខូចខាតអ្វីសោះគាត់ចាប់ផ្ដើមបន្ថែមកម្លាំងបន្តិចម្ដងប៉ាំងកម្លាំង 50% ប៉ាំងកម្លាំង 70% ប៉ាំងកម្លាំង 100% ប៉ាំងកម្លាំង 120% គាត់ប្រើកម្លាំងកាន់តែខ្លាំងឡើងរាល់ពេលដែលវានៅលើដបនោះរហូតដល់ឥដ្ឋនៅខាងក្រោមបែកខ្ទេចខ្ទីប៉ុន្តែដបនោះនៅតែមានសភាពធម្មតានិងមិនមានស្លាកស្នាមបន្សល់ទុកអ្វីនៅលើវាបន្តិចឡើយហាលីអង្គុយឆ្ងល់ដោយភាពភ្ញាក់ផ្អើលគាត់យកដៃរបស់ខ្លួនឯងអង្អែលនៅលើដបហើយរកមិនឃើញនៅស្លាកស្នាមប្រេះបែកណាមួយឡើយតែរលោងពណ៌បៃតងនោះនៅតែភ្លឺចែងចាំងហាក់ដូចជាគ្មានការប៉ះទង្គិចជាមួយនឹងវាអីចឹងដែរនេះពិតជាលើសពីអ្វីដែលគាត់រំពឹងទុកមែនហាលីប្រកាសថាដបបានធ្វើឡើងពីវត្ថុធាតុដើមតែមិនធម្មតាវាហាក់ដូចជារបស់ដែលមានតម្លៃខ្លាំងហើយត្រូវបានបាត់ដោយមនុស្សម្នាក់ដែលមានឋានៈខ្ពង់ខ្ពស់ប្រសិនបើម្ចាស់ដបដឹងថាវាបាត់ពួកគេច្បាស់ជាបញ្ជូនមនុស្សឲ្យមកស្វែងរកវាវិញជាមិនខានបើគាត់ចង់រក្សាដបមួយនេះទុកនោះគាត់ត្រូវតែលាក់វាឲ្យបានល្អបំផុតហាលីជឿជាក់ថាអ្នករកឃើញគឺជាម្ចាស់ហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាកុំច្រឡំថាតួឯកប្រុសរបស់យើងជាចៅធម្មតាគេថាអ្នករកឃើញគឺជាម្ចាស់ហើយអាហ្នឹងពេលគាត់នៅក្មេងតែប៉ុណ្្នឹងសិនទេចាំមើលទៅពេលគាត់ធំតិចចិត្តដើរវាយប្លន់យករបស់គេពេញនឹងមកប៉ុន្តែវាយប្លន់ទៅពួកដែរជាទូចិត្តគាត់ដែរទេតោះអញ្ចឹងលើយើងកុំឲ្យខាត់ពេលយើងយូរតោះយើងបន្តសាច់រឿងយើងតទៀតបើសិនជាវាជារបស់ធម្មតាគាត់ប្រហែលជាអាចនឹងប្រកួតវាទៅម្ចាស់ដើមវិញប៉ុន្តែដបមួយនេះមិនមែនជារបស់ធម្មតានោះទេគាត់ក៏សង្ស័យថាវាជារបស់កូនអ្នកមានឬជារបស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ណាម្នាក់ហាលីមានការយល់ច្រឡំចំពោះអ្នកទាំងពីរប្រភេទនេះតាំងពីតូចមកគាត់រស់នៅក្នុងគ្រួសារដែលក្រីក្រម្ដងម្កាលថែមទាំងមិនបានញ៉ាំអាហារពេញមួយថ្ងៃថែមទៀតផងនៅក្នុងនិកាយនេះមានមនុស្សពីរប្រភេទទី1គឺអ្នកមានដៃចំណាយប្រាក់យ៉ាងខ្ជះខ្ជាយនិងទី2គឺអ្នកមានដែលរើសអើងអ្នកក្រីក្រពួកគេធ្វើសកម្មភាពជេរប្រតិចនិងប្រើប្រាស់អំពើហិង្សាចំពោះសិស្សដែលមិនមានឋានៈដូចជាពួកគេហាលីផ្ទាល់ត្រូវបានវាយរហូតហើមមុខហើយត្រូវគេសម្រាកជាមួយសប្តាហ៍ទៅជាសះស្បើយឡើងវិញសូម្បីតែអ្នកការពារវាងក៏មិនបានជួយគាត់នៅក្នុងការប្រឡងដែរផ្ទុយទៅវិញគាត់បានលំអៀងទៅកាន់វូយ៉ាតដោយសារតែហេតុនេះហើយហាលីមិនចង់ប្រគល់របស់នេះទៅម្ចាស់គេវិញឡើយគាត់បានសម្រេចចិត្តថាលាក់វានៅកន្លែងមួយដែលមិនច្បាស់លាស់គាត់បានដោះកាបូបស្បែកដែលម្ដាយរបស់គាត់បានដេរជាមួយនឹងខ្នែដែលធ្វើពីធ្មេញជ្រូកដើម្បីការពារពីការមើលឃើញរបស់អ្នកដទៃគាត់បានលាក់ដបនោះនៅក្នុងកាបូបហើយបិទវាយ៉ាងម៉ត់ចត់ដោយដាក់វាចងជាប់នៅចង្កេះរបស់ខ្លួនក្រោយពីធ្វើការលាក់យ៉ាងប្រុងប្រយ័ត្នចត់គាត់ពិតជាមានអារម្មណ៍ថាសំណុកចិត្តយ៉ាងខ្លាំងហើយមិនបានបារម្ភអំពីម្ចាស់ដើមទៀតនោះទេបន្ទាប់មកហាលីបានយកញញួរដាក់ទៅកន្លែងដើមហើយដើរត្រឡប់ទៅចន្លងភ្នំដៃព្រះវិញខណៈពេលដែលគាត់ដើរទៅវិញព្រះអាទិត្យលិចបន្តិចម្ដងហើយពេលរាត្រីក៏បានមកដល់
បានហើយបងប្អូនទាំងគ្នាចំពោះសាច់រឿងភាគទី11របស់យើងឥឡូវនឹងបានឈានមកដល់ទីបញ្ចប់ហើយឃើញថាវារៀងខ្លីបន្តិចតែចឹងអធិស្ឋានបងប្អូនទាំងគ្នាហើយចង់ឆ្លៀតក្នុងឱកាសនេះខ្ញុំចង់ច្បាច់ចូលពេលវេលាតិចនិយាយជាមួយនឹងបងប្អូនទាំងអស់គ្នាដែរពាក់ព័ន្ធទៅនឹងកម្រិតនៃការវឹកហាត់នៅក្នុងរឿងកំណត់ត្រាឈ្មោះទៅកាន់ភាពអមតៈនឹងដែរគឺគេបែងចែកជាកម្រិតនៃការវឹកហាត់ជាដំណាក់កាលដែលវាមានពីកម្រិតតូចទៅកម្រិតធំចឹងទៅហើយនៅក្នុងកម្រិតមួយហ្នឹងក្នុងមួយកម្រិតឧទាហរណ៍ថាពីកម្រិតទី1ដល់កម្រិតទី10ក្នុងមួយកម្រិតទី1វាអាចបែងចែកជាកម្រិតទាបខ្ពស់ហើយនៅកម្រិតមធ្យមចំពោះអ្នកវឹកហាត់ដែលមានកម្រិតទាបគឺអាចវាយគ្នាជាមួយនឹងអ្នកវឹកហាត់ដែលមានកម្រិតខ្ពស់បានទេឧទាហរណ៍ថាដូចជា Hali បើសិនជាគាត់មានកម្រិត1គឺគាត់បានវាយគ្នាគាត់អាចវាយគ្នាបានត្រឹមតែអ្នកដែលមានកម្រិត1ហ្នឹងឯងបើសិនជាគាត់ទៅវាយគ្នាជាមួយនឹងអ្នកកម្រិត2និងអ្នកកម្រិត3គេគាត់តែផ្ទាត់ដៃតិចនោះក៏នឹងធ្វើឲ្យគាត់រលាយបាត់ហើយអញ្ចឹងហ្នឹងគឺជាការបែងចែកទៅលើកម្រិតវឹកហាត់ហើយចំពោះការវឹកហាត់នឹងដែរមិនមែនគេវឹកហាត់ឲ្យឡើងទៅកម្រិតប៉ុណ្្នឹងទេគេក៏មានវិជាគុណអីផ្សេងស្រាប់ហាត់ដើម្បីបើកម្លាំងខ្លួនឯងដែរឧទាហរណ៍អ្នកទាំងអស់គ្នាស្គាល់ Mobile Legends អត់វាដូចជាការលេងហ្គេម Mobile Legends យ៉ាងគ្រឿងហ្នឹងMobile Legends យើងមានពីកម្រិត1ដល់កម្រិតទី15ហើយនៅមាន item អីផ្សេងប្រព័ន្ធថែមទៀតហើយនៅពេលដែលលេងវាក៏យើងមិនពឹងផ្អែកទៅលើ level ដែរឬក៏យើងហៅថាកម្រិតហ្នឹងបើយើងពឹងផ្អែកទៅលើវាដោយ item របស់យើងអត់ល្អក៏យើងវាយអត់ឈ្នះគេដែរអញ្ចឹងបកមកកាន់រឿងយើងវិញវាក៏ដូចគ្នាវាមានពីកម្រិតទី1ដល់កម្រិតទី10អញ្ចឹងទៅហើយគេមានបែងចែកចេញជាដំណាក់កាលមានខ្ពស់មានកណ្ដាលហើយនឹងទាបយើងអាចហាត់ជាវិជាគុណឬក៏ Hali តួអង្គផ្សេងគាត់អាចហាត់វិជាគុណផ្សេងថែមទៀតតែដូចជា item នៅក្នុង Mobile Legends ហ្នឹងអូខេអញ្ចឹងខ្ញុំសូមបញ្យល់បងប្អូនទូទៅតែប៉ុណ្្នឹងសិនខ្ញុំអាចនឹងចេញជា poster ឬក៏ចេញជាវីដេអូមួយទៀតដែលសម្រាប់ពាក់ព័ន្ធជាមួយនឹងកម្រិតនៃការវឹកហាត់នៅក្នុងរឿងហ្នឹងឲ្យកាន់តែលម្អិតថែមទៀតដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការយល់បាទឥឡូវនេះសូមបញ្ចប់ភាគទី11នៃសាច់រឿងរបស់យើងតែប៉ុណ្្នឹងសិនហើយយើងនឹងជួបគ្នាបន្តទៀតនៅភាគបន្ទាប់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់និងទស្សនា